ជំរាបសួរអ្នកនរគ្នាជានឹងខ្ញុំមកបង្ហាញពីការបង្កើតរូបភាពដោយប្រើប្រាស់ website ImageFX ចឹងជាដំបូងសូមអ្នកនរគ្នា search ទៅលើពាក្យ ImageFX មកហើយបន្តមកទៀតសូមអ្នកនរគ្នាចុចទៅលើពាក្យ ImageFX Lab Google ហ្នឹងមកនៅពេលដែលអ្នកទាំងអស់គ្នាចុចលើវាហើយអ្នកទាំងអស់គ្នាត្រូវការ login ជាមួយ Google account ជាមុនសិនអញ្ចឹងខ្ញុំធ្វើការ login account Google របស់ខ្ញុំបន្តមកទៀតវានឹងលើកផ្ទាំងបែបនេះហើយនៅក្នុងកន្លែង add macro photograph ហ្នឹងគឺកន្លែងដែលតម្រូវឲ្យអ្នកទាំងអស់គ្នាសរសេរ describe អំពីរូបភាពដែលអ្នកទាំងអស់គ្នាចង់បានអញ្ចឹងឧទាហរណ៍ខ្ញុំចង់បាននារីសុស្អាតម្នាក់រួមនៅមុខអង្គរវត្តជាមួយនឹងសម្លៀកបំពាក់ប្រពៃណីទាំងវប្បធម៌ជាតិអញ្ចឹងខ្ញុំសរសេរជាភាសាអង់គ្លេស A beautiful Khmer girl dancing in front of Angkor Wat Temple in traditional costume នៅកន្លែង model នេះដែរគឺកន្លែងដែលយើងជ្រើសរើស quality គឺយើងជ្រើសរើសយក best quality ហើយនៅកន្លែងស្នាមដៃរបស់ model ហ្នឹងគឺ aspect ratio ហ្នឹងគឺទំហំរបស់វាគឺរូបហ្នឹងខ្ញុំចង់បានជាស្វ័យហើយគឺការ៉េនៅពេលដែលអ្នកទាំងអស់គ្នាជ្រើសរើសវាអស់ហើយសូមអ្នកទាំងអស់គ្នាចុចទៅលើពាក្យថា createចឹង website ImageFX នោះកំពុងតែ generate រូបភាពឲ្យយើងចឹងនៅខាងស្នាមដៃនេះគឺរូបភាពដែល website ImageFX នឹងបាន generate ឲ្យយើងគឺពីររូបភាពផ្សេងគ្នាហើយអ្នកទាំងអស់គ្នាក៏អាចធ្វើការ download វាបានដែរចង់ download តែមួយក៏បានពីរក៏បានអរគុណអ្នកនរគ្នាសម្រាប់ការទស្សនារហូតពីដើមដល់ចប់